ើលោកអ្នកដឹងទេនៅក្នុងលក្ខខណ្ឌអ្វីខ្លះដែលនយោជកអាចបញ្ឈប់ការងារកម្មករនយោជិតបានចំពោះករណីរំលាយកិច្ចសន្យាជាឯកតោភាគីត្រូវធ្វើឡើងដោយភាគីនយោជកដោយគ្មានការព្រមព្រៀងពីនយោជិតគេត្រូវមើលថាតើកិច្ចសន្យានេះជាកិច្ចសន្យាមានកំណត់ថេរវេលាឬមិនកំណត់ថេរវេលាចំពោះករណីកិច្ចសន្យាមានកំណត់ថេរវេលាមានន័យថានៅពេលចុះកិច្ចសន្យាការងារនយោជកនិងនយោជិតបានព្រមព្រៀងគ្នាជាមុនថាកិច្ចសន្យានេះគឺធ្វើឡើងសម្រាប់រយៈពេលកំណត់ណាមួយនយោជកអាចបញ្ឈប់ការងាររបស់នយោជិតនៅមុនពេលកំណត់បានតែក្នុងករណីពីរប៉ុណ្ណោះគឺករណីនយោជិតមានកំហុសធ្ងន់ធ្ងរនិងករណីប្រធានស័ក្តិករណីនយោជិតមានកំហុសធ្ងន់ធ្ងរដូចជាលួចឬកាយបំបត្តិសហគ្រាសផ្ដាល់សញ្ញាបត្រคล้ายៗពេលសុំចូលធ្វើការរំលោភលើការសម្ងាត់ខាងវិជ្ជាជីវៈជេរប្រមាថឬប្រព្រឹត្តអំពើហិង្សាទៅលើអ្នកធ្វើការជាមួយគ្នាឬទៅនយោជកឬធ្វើបាតកម្មនយោបាយក្នុងសហគ្រាសនេះបើយោងតាមច្បាប់ស្តីពីការងារមាត្រា83ករណីប្រធានស័ក្តិដូចជាសហគ្រាសត្រូវបិទទ្វារទៅតាមប័ណ្ណបញ្ជារបស់អាជ្ញាធរឬដោយសារមានគ្រោះមហន្តរាយធម្មជាតិនេះបើយោងទៅតាមច្បាប់ស្តីពីការងារមាត្រា85ក្រៅពីករណីនេះនយោជកមិនអាចបញ្ឈប់ការងារនយោជិតមុនពេលកំណត់បានទេគឺត្រូវចាំឲ្យកិច្ចសន្យាផុតរលត់